Nâng chụp điệp xuống và cũng bông bồn tu sinh chốn mà căn channel Cambodia 7 ký sai cho mình ngày ní nhung chạy lệ video muối để tên chụp muối nâng rồi biết này cả này cả bạc chân đam bề bông bồn miền chiều mùa tháng class xem nhà cả bạc để về bông bồn bạc bạc không cháy chụp muối nâng cứ stan từ đi cái năng lãnh thổในขณะวิดีโอนี้ผมอัดใบจุ่มในสำคัญที่มุ้ยคือนั่งเป็นโยนบอลบอลเป็นระเบียบแกนในการปรับประจำขายที่ปีคือระเบียบการแกนในการปรับชีพประจำทั้งไงที่ใบคือบอลบอลไอแกนในปรับและบอลบอลเติมบอลได้ทั้งยืนตามหน้าต่อขณีnhưng mà khó thá lúc có ban sna xong chơi bạc piคือสถานที่นี้คือสองบุกันไหนเขาบ้านแต่ตัวการหมัดแต่เลยตุ่มหุ้ม60 เหรียญตีละขนมอัตราค่าปรับดอกปีพี่โรยขนมชั้นระยะไป60 แห่โดยเชื่อเรื่องบีบซองรวมรูปประดามเทก็มากำหนดโยทั้งไอติดอกในค่ายหนึ่งมวยสองตลอดมีในท่าในขนมค่ายหนึ่งมวยคือกดโยกไงตีดอกในการซ้อมตลอดแต่การคริสตัลที่นี่คืออะไรถูกสมมติสุดท้ายตาสำหรับใครหนุ่มหมูเราก็จะบองประจำนวนประมาณนั้นมีในท่าเตียงกาประนับประดามให้กาประใครหนุ่มหมูมีจำนวนประมาณจึงยึงถือการแก่นี้กาประเป็นหมดใครสมมติปีตากาประสรุปสำหรับอย่าไป60 ขายเราก็จะบอกประมาณจึงยังจังดังท่าหรือจะไป60 ขายสมาหนึ่งพันชั้นไหมพอสันไปยังปลาคำใจ60 เหรียญตีแล้วตายังถือจำนายกาประสรุปประมาณจึงกูยังถือตะแกนนี้ได้ถือแกนนี้ได้ที่ใบตาkhôngใครเราก็จะจำนายกาประออกจำนวนประมาณเนี่ยจึงยึดดังขายก็ยังไงดังใครอ่ะรีวิวการแข่งนี้บางคนอาจกระบาดใส่คนใดคนไม่เรียนนี่คนวิดีโอนี่คือยุ่งปรับปีประจักษ์กิเตจีประจักษ์กิเตสตังล้าก็บอกคือสันตินิกิเด็กก็ปรับเราทั้งไงการในโลกก็จ้องมองไปกำใจเตียงอ๋อในทั้งไงที่หมกไผ่ในขายที่ปีตาก็ตรึตูตัวปรับอย่างไรคราวนี้มีในทางประสันมาโลกก็กดบันบองสำนองซองแต่คือสถานที่นี้หรือก็รันทุกมาขายรู้ยังปัจจัยดอกเป็นไงที่หมกไพ่เนี่ยในขายที่ปีก็จ้องมองไปจังสุดท้ายตากาแกนมีกาประได้กดถือบองนะดามล้างผมมันให้กาประจำนวนประมาณโอเคจังยืงตามหน้าต่อขณีจังmột tu sinhจังยืงmộtการចំណុចទី1ដែលយើងចង់ដឹងថាតើលោកកគាត់ត្រូវបង់ប្រាក់សរុបប្រមាណប្រាក់សរុបដែលត្រូវបង់ក្នុងន័យនេះមានន័យថាប្រាក់ដើមបូកជាមួយនឹងការប្រាក់អញ្ចឹងនេះជាសមិទ្ធកម្មដែលយើងដកស្រង់ពីករណីសិក្សានៅក្នុង slide ដំបូងអញ្ចឹងទំហំកម្ចី60 លានរៀលខ្ញុំប្រើរៀលយើងលើកស្ទួយប្រាក់រៀលខ្មែរយើងបាទលេខ0ច្រើនបើជាដុល្លារគឺស្មើនឹង $15,000 អញ្ចឹងយើងកម្ចីជាប្រាក់រៀលអត្រាការប្រាក់ 1% ក្នុងមួយខែមានន័យថា 12% ក្នុងមួយឆ្នាំពីព្រោះយើងយក 12% ចែក 12 ទៅវាស្មើនឹង 1% ក្នុងមួយខែរយៈពេលខ្ចីប្រាក់គឺ60 ខែបើគិតជាឆ្នាំស្មើនឹង 5 ឆ្នាំសងការប្រាក់នឹងប្រាក់ដើមថេរៀងរាល់ខែនៅក្នុងវីដេអូនេះខ្ញុំអត់ទាន់លម្អិតពីរបៀបសងប្រាក់ទេអញ្ចឹងបងប្អូនទស្សនិកជនអាចធ្វើការ subscribe លើ channel របស់ខ្ញុំហើយចុចរូបកណ្ដឹងទៅបងប្អូននឹងទទួលបានវីដេអូពិសេសបន្តទៀតខ្ញុំនឹងធ្វើវីដេអូចែករំលែកពីរបៀបសង4 ប្រភេទរបស់គ្រឹះស្ថានធនាគារណាដែលនិយមប្រើប្រាស់ហើយតាមមួយណាចំណេញមួយណាខាតហ
មួយណាមានអត្ថប្រយោជន៍ជាងបាទអញ្ចឹងនៅក្នុងរបៀបសងមួយនេះមានន័យថាគាត់សងថយចុះអញ្ចឹងថយនៅត្រង់នេះគឺមិនមែនថយប្រាក់ដើមទេបងប្អូនគឺថយការប្រាក់អញ្ចឹងតិចទៀតបងប្អូននឹងយល់ថាវាប្រាក់ដើមថេនឹងថេរបៀបម៉េចអញ្ចឹងតើប្រាក់ត្រូវបង់សរុបខែទី1ប្រមាណអញ្ចឹងប្រាក់ដើមផុនគាត់គឺគាត់ទទួលបានពីកម្ចី60លានរៀលរយៈពេល60ខែអញ្ចឹងបើយើងចង់ដឹងថាតើក្នុងមួយខែគាត់ត្រូវបង់ដើមចំនួនប្រមាណយើងក្បាច់ស្រីបងប្អូនអត់ពិបាកទេបងប្អូនយក60លានរៀលទៅចែកនៅ60ខែមកឃើញមួយខែបង់ប៉ុន្មានដែរអញ្ចឹងបើយើងចែកទៅគឺឃើញមួយខែគាត់ត្រូវបង់1លានរៀលនេះអា1លានរៀលនេះហើយគាត់បង់ពេញ60ខែបានគេហៅថារំលោះប្រាក់ដើមថេតោះចំណុចហ្នឹងបងប្អូនអញ្ចឹងការបង់ថេនិងបង់រំលោះប្រាក់ដើមថេគឺអត់ដូចគ្នាទេប្រាក់ដើមថេមានន័យថាគឺរយៈពេលពេញមកគាត់ខ្ចីប្រាក់60ខែហ្នឹងគឺគាត់បង់ដើមតែ1លានទេ60ខែដាច់ដើមតែម្ដងចុះការប្រាក់យើងគិតក្បាច់ស្រីដូចគ្នាដែរបងប្អូនយក60លានរៀលទៅគុណនឹងអត្រាក្នុងមួយខែអញ្ចឹងក្នុងមួយខែ 1% យើងយក60លានរៀលទៅគុណនឹង1ចុចសញ្ញាភាគរយចុចស្មើមកអញ្ចឹងសម្រាប់ខែដំបូងការប្រាក់គាត់ទៅបង់គឺ600000រៀលអញ្ចឹងប្រាក់ត្រូវបង់សរុបប្រាក់មកការប្រាក់1លានបូក600000នេះតារាងចេញមកគឺប៉ុណ្ណឹងមកការវាសងប្រាក់1លាន600000រៀលចុះសួរសំណួរថាខែទី2តើគាត់ត្រូវបង់ប៉ុន្មានសម្រាប់ខែទី2ប្រាក់ដើមគឺគាត់ថេលក្ខខណ្ឌនេះគឺថេគឺ1លានដដែលប៉ុន្តែការប្រាក់គឺមិនមែនប៉ុណ្្នឹងទេគឺខែទី1គាត់បានបង់ដើម1លានហើយអញ្ចឹងខែទី2អត់យក60លានរៀលទៅគុណនឹង 1% ទេត្រូវដក1លានរៀលដែលគាត់បានរំលោះកាលពីខែទី1សិនអញ្ចឹងយក60លានរៀលដកនឹង1លានរៀលដែលរំលោះខែមុនទៅគុណនឹង 1% ការប្រាក់ដែលគាត់ត្រូវបង់គឺតែ59000រៀលទេចុងពីខែមុន60000ខែនេះ59000រៀលប្រាក់ត្រូវបង់សរុបប្រាក់ដើមបូកការប្រាក់គេប្រាក់ដើមថេគឺ1លានបូក59000អញ្ចឹង1លាន59000អញ្ចឹងដែលគេនិយាយថាមលុះថយនេះបងប្អូនឃើញ1លាន60មក1លាន59ថយមិនមែនថយលុយដើមដែលត្រូវបង់ទេដើមគឺបង់1លានរហូតថយគឺថយអត្រាប្រាក់ព្រោះក្នុងមួយខែការប្រាក់គឺលែងដូចគ្នាហើយពីព្រោះក្នុងមួយខែក៏បានមលុះដើមតិច1លានរហូតអញ្ចឹងគេយកអាលុយដែលឯងមលុះហ្នឹងដកចេញពីប្រាក់ដើមសិនអញ្ចឹងដល់ខែទី3ដូចគ្នាគេធ្វើដូចគ្នាអញ្ចឹងតារាងការវាសងប្រាក់បន្ធនាគារគឺសាធនាគារនឹងរ៉ាញ់ចុះគឺគេធ្វើបែបហ្នឹងក្នុងប្រព័ន្ធផនគេ system ផនគេគឺចេញអញ្ចឹងដែលមលុះថយហ្នឹងគឺថយរបៀបហ្នឹងបងប្អូនអញ្ចឹងខ្ញុំគិតថាលំអិតខ្ញុំលំអិតជូនបងប្អូនមួយបងប្អូនងាយយល់ហើយបងប្អូនមានមូលដ្ឋានសម្រាប់យកទៅកណនីដើម្បីទៅជែកជាមួយនឹងខាងដៃគូបងប្អូននេះស្នើសុំអត្រាគេកាន់តែទាបឬក៏អីផ្សេងទៅព្រោះយើងជាអ្នកប្រើប្រាស់កម្ចីយើងត្រូវតែយល់ដឹងឲ្យបានច្រើនជៀសវាងកុំឲ្យមានការភ័ន្តច្រឡំដោយប្រការណាថ្ងៃក្រោយកុំឲ្យពិបាកទៅជែកគ្នាព្រោះយើងមិនអាចជៀសពីការប្រើប្រាស់ប្រាក់កម្ចីសម្រាប់ពង្រីកអាជីវកម្មបង្វិលអាជីវកម្មបើដើមទុនឬក៏ប្រើប្រាស់ផ្ទាល់ខ្លួននេះព្រោះសម័យជាសម័យទំនើបអញ្ចឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុសេវាឥណទាននេះគឺសំខាន់បាទអញ្ចឹងយើងចូលទៅដល់ចំណុចទី2បងប្អូនទស្សនិកជនយើងមកដល់ចំណុចសំខាន់ទី2ចំណុចសំខាន់ទី2គឺអ្វីដែលយើងចង់ដឹងថាការប្រាក់សរុបមានន័យថាបងប្អូនប្រើកម្ចីរយៈពេល60ខែការប្រាក់សរុបដែលបងប្អូនត្រូវចំណាយអស់ប្រមាណបើបងប្អូនប្រើ72ខែ120ខែស្មើ10ឆ្នាំឬក៏ប្រមាណទៅបងប្អូនអាច
ប្រារូបមន្តនេះដើម្បីកណនាថាតើយើងត្រូវចំណាយការប្រាក់អស់ប្រមាណក្នុងរយៈពេលនៃការប្រើកម្ចីទាំងនោះអញ្ចឹងសមត្ថកម្មខ្ញុំយកមកដដែលតាមករណីសិក្សាផងយើងរបៀបសងដដែលទាំងអស់អញ្ចឹងបងប្អូនត្រូវដឹងថារូបមន្តនៃការគិតការប្រាក់សរុបបងប្អូនត្រូវយកប្រាក់ដើមហ្នឹងគឺ60លានរៀលបងប្អូនទៅគុណនឹងអត្រាការប្រាក់អញ្ចឹងអត្រាការប្រាក់គឺបងប្អូនគុណនឹងអត្រាការប្រាក់ប្រចាំខែមិនមែនគុណប្រចាំឆ្នាំទេណាឧមាថា 12% ក្នុងមួយឆ្នាំអញ្ចឹងបងប្អូនយក 1% ក្នុងមួយខែបើយើងចែក12បងប្អូនគុណនឹងរយៈពេលសរុបរយៈពេលសរុបហើយយើងបូកនឹង1ជានិច្ចហើយចែកនឹង2អូខេអញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងកម្ចីពលករដែលគាត់ធ្វើការស្នើសុំគឺទឹកប្រាក់60លានរៀលអត្រាការប្រាក់ដែលគាត់ចរចាជាមួយនឹងគ្រឹះស្ថានធនាគារគឺ 1% អូខេយើងគុណនឹង 1% ហើយគុណនឹង60ខែពីព្រោះគាត់ចរចាជាមួយនឹងគ្រឹះស្ថានធនាគារគឺ60ខែបូក1អញ្ចឹងបូក1ហើយបងប្អូនយកទៅចែកនឹង2នេះជាមេគុណជារូបមន្តដែលគេចែកមកនោះបងប្អូននឹងឃើញ18លាន30ម៉ឺនរៀលអញ្ចឹងមានន័យថាទឹកលុយ60លានរៀលប្រសិនបើបងប្អូនប្រើប្រាស់ជាមួយនឹងអត្រាការប្រាក់ 12% មួយឆ្នាំហើយបងប្អូនប្រើលុយនោះដែលបងប្អូនបង់រំលោះថេររយៈពេល60ខែទីមួយបងប្អូនត្រូវសងលុយនេះរួចរាល់គឺ60លានរៀលតាមរយៈបងប្អូនយក60លានរៀលទៅចែកជាមួយនឹង60ខែគឺបងប្អូនបង់ដើមថេរ1លានគុណនឹង60ខែវាស្មើនឹង60លានរៀលហើយការប្រាក់ដែលបងប្អូនបង់ប្រចាំខែថយចុះតាម slide ខាងដើមដែលខ្ញុំប្រាប់ពីទឹកប្រាក់ដែលត្រូវបង់សរុបនោះសរុបបូកចូលគ្នាតូតាល់ទៅបងប្អូននឹងត្រូវចំណាយការប្រាក់អស់18លាន30ម៉ឺនរៀលមានន័យថាអញ្ចឹងបងប្អូនអាចមានមូលដ្ឋានដឹងថាបើបងប្អូនប្រើលុយប៉ុណ្ណេះរយៈពេលប៉ុណ្ណេះបងប្អូនត្រូវចំណាយការប្រាក់ប៉ុណ្ណេះក្នុងករណីអត្រាខាត់ប៉ុណ្ណេះហើយបើសិនបើបងប្អូនចង់ចំណាយការប្រាក់អស់ទៀតជានេះមានវិធី2ទីមួយបងប្អូនត្រូវសុំអត្រាការប្រាក់គេឲ្យកាន់តែទៀតក្រោម 12% មួយឆ្នាំនោះការប្រាក់សរុបនេះក៏តិចដែរមួយទៀតបងប្អូនប្រើកម្ចីនេះក្នុងរយៈពេលទៀតជាងនេះដូចខ្ញុំដាក់បញ្ជាក់អង្គមអញ្ចឹងរយៈពេលខ្ចីកាន់តែវែងការចំណាយការប្រាក់សរុបកាន់តែច្រើនជាងមុនអញ្ចឹងបើបងប្អូនទៀតជាងហ្នឹងការប្រាក់សរុបក៏តិចដែរតែបើសិនមកខ្ចីលើសជាងហ្នឹងដល់72ខែស្មើនឹង6ឆ្នាំឬក៏លើសពីហ្នឹង96ខែឬក៏120ខែ10ឆ្នាំការប្រាក់នេះក៏ច្រើនជាងហ្នឹងដែរអញ្ចឹងសរុបជារួមមកថាអត្រាខ្ពស់ក៏វាច្រើនរយៈពេលកាន់តែវែងក៏វាច្រើនដែរអញ្ចឹងវាប្រែប្រួលទៅតាមអត្រាការប្រាក់ជាមួយនឹងរយៈពេលបងប្អូនទស្សនិកជនយើងមកដល់ចំណុចសំខាន់ទី3នៃវីដេអូនេះចំណុចនេះគឺសំខាន់មែនតើបងប្អូនតែងតែឮគេនិយាយថាអត្រាការប្រាក់មួយខែប៉ុណ្ណេះមួយខែប៉ុណ្ណេះប៉ុន្តែបងប្អូនដែរបានឮថាតាមមួយថ្ងៃប៉ុណ្ណា2ថ្ងៃប៉ុណ្ណា3ថ្ងៃប៉ុណ្ណាពីព្រោះចំណុចនៅត្រង់ចំណុចនេះវាសំខាន់នៅពេលដែលបងប្អូនប្រើប្រាស់លុយនោះអត់ពេញខែគឺបងប្អូនត្រូវដឹងថាបងប្អូនប្រើអស់10ថ្ងៃ20ថ្ងៃ15ថ្ងៃតើបងប្អូនត្រូវចំណាយការប្រាក់អស់ប្រមាណកុំឲ្យដល់ពេលខាងដៃគូបងប្អូនថាបងប្អូនត្រូវ pay ការប្រាក់ប៉ុណ្ណេះបងប្អូនត្រូវបង់ការប្រាក់ប៉ុណ្ណេះ12ថ្ងៃ15ថ្ងៃហើយយើងអត់មានមូលដ្ឋានគិតហើយបងប្អូនហ្នឹងហើយយើងទុកចិត្តលើគ្រឹះស្ថានធនាគារនៅក្នុងស្រុកខ្មែរផងយើងប៉ុន្តែទោះជាទុកចិត្តប៉ុណ្ណាក៏យើងត្រូវមានរបៀបគិតខ្លួនឯងយើងមានចំណេះដឹងលើវា
ដើម្បីយកទៅធ្វើការផ្ទុកទាត់គេហៅថា double check យើង check ឲ្យបាន2ទៅ3តង់អញ្ចឹងទៅខាងដៃគូនោះគាត់ឆែកផងគាត់ទៅយើងក៏ធ្វើការកណនីបែបផងយើងទៅយើងគូគងគ្នាទៅឃើញថាវាធំទៅអូខេទទួលយកបានអញ្ចឹងមេរៀននេះវាសំខាន់មែនទែនសម្រាប់បងប្អូនជាមូលដ្ឋានជាគំនិតយកទៅគិតសម្រាប់ធ្វើការកណនីទៅប្រើប្រាស់ទៅតាមការគួរថ្ងៃណាមួយដែលបងប្អូនត្រូវត្រូវយកវាមកប្រើអញ្ចឹងសមិទ្ធកម្មដដែលខ្ញុំយកសមិទ្ធកម្មករណីសិក្សា Mr. A លោកកដដែលអញ្ចឹងការប្រាក់ត្រូវបង់ប្រចាំថ្ងៃនៅក្នុងប្រព័ន្ធផុនគ្រឹះសានធនាគារឬក៏រូបមន្តគឺគិតអញ្ចឹងបងប្អូនរូបមន្តការប្រាក់ប្រចាំថ្ងៃគឺគិតអញ្ចឹងប្រាក់ដើមគុណនឹងអត្រាការប្រាក់គុណនឹងចំនួនថ្ងៃជាក់ស្ដែងក្នុងនេះមានន័យថាចំនួនថ្ងៃដែលគាត់បានប្រើប្រាស់កម្ចីហ្នឹងហើយទៅចែកនឹង360ថ្ងៃអញ្ចឹងគេយក360ថ្ងៃជាគោលអញ្ចឹងឧបមាថាបើយើងចង់ដឹងថាការប្រាក់10ថ្ងៃមានចំនួនប្រមាណសម្រាប់កម្ចី60លានរៀលនេះហើយអត្រា 12% ក្នុងឆ្នាំនេះអញ្ចឹង60លានរៀលជាប្រាក់ដើមសរុបតែគុណអត្រាការប្រាក់អញ្ចឹងរូបមន្តនេះគឺគេអត់យកអត្រាប្រចាំខែទេបងប្អូនគឺរូបមន្តគេឲ្យយកអត្រាប្រចាំឆ្នាំ 12% ហើយយើងប្រើប្រមាណថ្ងៃចំនួនជាក់ស្ដែងយើងប្រើ10ថ្ងៃអញ្ចឹង60លានគុណ 12% គុណ10ថ្ងៃបងប្អូនយកទៅចែកនឹង360ថ្ងៃទៅនោះអត្រាការប្រាក់ដែលបងប្អូនត្រូវចំណាយរយៈពេល10ថ្ងៃគឺ 200000 រៀលអញ្ចឹងយើងមកថតគិតក្បាច់ស្រីហ្នឹង10ថ្ងៃ 200,000 20ថ្ងៃ 40,000 30ថ្ងៃ 60,000 អញ្ចឹងវាទៅដូចទៅនឹង slide ដំបូងដែលយើងធ្វើការកណនីទៅគាត់បង់ក្នុងមួយខែដំបូងហ្នឹងគឺការប្រាក់ 60,000 រៀលអញ្ចឹងក្បួនកណនីនេះគឺត្រូវតែម្ដងគឺគ្រាន់តែគិតក្បាច់ស្រីមួយផ្លែតទេណាអញ្ចឹងរបៀបគិតនេះវាមានប្រយោជន៍អញ្ចឹងបងប្អូនមានបងប្អូនយើងមួយចំនួនក៏ខ្ចីប្រាក់គេហៅថាវិធីខ្ចីប្រាក់វាមានខ្ញុំអត់លម្អិតរឿងហ្នឹងទេខ្ញុំប្រហើបបងប្អូនបន្តិចចាំខ្ញុំធ្វើវីដេអូមួយឲ្យច្បាស់ជូនបងប្អូនមកមួយយកទៅពង្រីកអាជីវកម្មមួយយកទៅបង្វិលក្នុងទុនអាជីវកម្មអញ្ចឹងការដែលបងប្អូនយកប្រាក់ទៅបង្វិលទុនក្នុងអាជីវកម្មបងប្អូនត្រូវចេះគិតរូបមន្តនេះពីព្រោះអីបងប្អូនជួនកាលបងប្អូនដកប្រើតែ 5-6 ថ្ងៃបងប្អូនញាត់ចូលវិញបងប្អូនដកប្រើ 4-10 ថ្ងៃបងប្អូនញាត់ចូលវិញអញ្ចឹងបងប្អូនអត់ចេះធ្វើការកណនីទេខាងគ្រឹះសានធនាគារគាត់ calculate ទេឃើញប៉ុណ្ណាបងប្អូន pay ប៉ុណ្ណឹងទៅអាហ្នឹងជាការទុកចិត្តលើគ្រឹះសានធនាគារក្នុងស្រុកខ្លួនយើងខ្ញុំគិតថាគ្រឹះសានធនាគារគាត់មិនដែលបន្លែបន្លំទេប៉ុន្តែយើងជាអ្នកប្រើយើងត្រូវចេះកណនីព្រោះវាជាចំណេះដឹងមួយល្អបងប្អូនកណនីថាបងប្អូនប្រើប្រហែលថ្ងៃទេកណនីទៅឃើញលុយនឹងថាត្រូវ pay ការប្រាក់ប៉ុណ្ណាឲ្យគេមកអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលទោះបីបងប្អូនប្រើជាតារាងបងប្រាក់ធម្មតា pay ប្រចាំខែធម្មតាក៏ដោយវាមានប្រយោជន៍នៅពេលដែលបងប្អូនចង់បង់ផ្ដាច់បងប្អូនប្រើពេញខែបងប្អូនបង់ផ្ដាច់ត្រូវបង់ការប្រមាណលុយដើមប្រមាណហើយសម្រាប់កម្ចីបង្វិលដើមទុនរឹតតែប្រសើរទៅទៀតរឹតតែគួរតែចេះទៅទៀតដើម្បីឲ្យបងប្អូនដឹងថាត្រូវ pay ការប្រាក់ប្រមាណជូនទៅខាងដៃគូបងប្អូនអញ្ចឹងណាអញ្ចឹងបងប្អូនធ្លាប់ឮតែគិតការប្រាក់ប្រចាំខែប៉ុន្តែដល់ពេលគិតការប្រាក់ប្រចាំថ្ងៃនេះប្លែកសម្រាប់បងប្អូនហើយវាជាមានសំខាន់មែនទែនបាទអញ្ចឹងបងប្អូនយើងមកដល់ចំណុចទី4ជាចំណុចចុងក្រោយហើយវាចំណុចពិសេសដែរចំណុចមួយនេះគឺខ្ញុំចង់ចែករំលែកបងប្អូនពីការបង់បញ្ចប់នៃប្រាក់កម្ចីមុនការកំណត់ពាក្យថាមុនការកំណត់មានន័យថាវាអត់ទាន់ដល់វត្តខ្ចីប្រាក់ទេបងប្អូនចង់ទៅយកប្រាក់ហ្នឹងទៅបង់ផ្ដាច់ណែនៅក្នុងការបច្ឆេណាមួយ
Chẳng dương vô cả này sắc xa phong Mr. A lúc có tùm hôn công chì đá ta gặp đá dạ vì đá nó không ban tự chạy ta ở lúc có cứ có riêng ro ngay tị đọc này khai này mùi cứ có bóng bra chun tới cứ san này kia đại cụ bằng có đây chẳng nên cái ngày tị đọc nơi ngày tị đọc yeah. Chẳng đôi tình năng slide tầm bộ đấy và đàm được con thử bóng cứ thê tem đó cứ mình liền tía dường dụ học sụp liền tía chạy nó học sụp khai đó ca bạ xâm mẹp yeah khai tí muối ní khai tí pí ní nhầm dục khai tí pí màu kẹ nịp và to màu đấy dường dụ học sụp liền tía độ nâng mà liền tía là ca để con bóng khai tí muối nú rủi rõ chẳng phải đàm có lên là sao học sụp liền tía này tự độ mà liền sẵn hơi thực con là trả mùi kia đấy cả bạ có tự bóng cứ ha sậpผมบุญเมืองเรียจังนองในนี้มีในทางในคายตีปีนี่คือประดามก็คือสอบแต่ปันนะที่ฮาสปผมบุญเรียนมีในทางคายตีปีนี่คือโยหกสมลิ้นตะดอนดาวมาลิ้นจังสันจังเนี่ยก็สอบประดามได้แต่ในจะเปะคือซานนี่คือนั่นแต่หาสปมบุญเรียหาสปมบุญเรียนเลยบางคนจังโยบางคนโยนเลยมีในตะไคร้ที่มือก็มีมาเลี้ยนกำทางใดดอกไคร้ที่ปีเลยมีมาเลี้ยนในผู้คนหลวงดาวมาเกไคร้สมตัวไคร้ที่มุ้ยก่อนมี60เรียนเรียนทางใดนี่60เรียนเรียนทางใดดอกไปไคร้ที่ปีก่อนเลยมี60เรียนเรียนเลยผู้ไคร้ที่มุ้ยกับบ้านหลวงมาเลี้ยนแต่บัดได้จังโย60เรียนดอกน้องมาเลี้ยนจังกดnơi chụp vẽ lối kia nó cứ ha sậpผมbuồn liên rì là nên là nước không khai tí nó cứ quật nơi chụp vẽ cái phần này biếtจังanh ấy khai tí mình đây thà quật bạ thà bong màn cứ đôi mi riêng hàng đám nhất bạ đa bộ cà bạ mà liến bộ nó ha sậpผมbuồn mớn đấy cứ mà liến ha sậpผมbuồn mớn rì làจังcó tự bong chun từ này kia út tao tha có trong như lùi bóng phải có trong như lùi bóng đánh xu ta ta quạt trứ thở bóng lùi đánh off vào màn có thở bóng phải off vào màn chấn bạn đã để có thở nơi chụp vẽ thì này ghi mảnh để dưng thưa ca kèn này cứ ha sầm buồn liền tí đó yeah chấn mà tha nơi ngày ti một phay á không ní mình này thành trẻ nhưng mà bị trẻ nhưng mà tự xây bị trẻ mình này tham ngày ti đắp quạt bòn mò đập ngày cái đó nên ngày ti một phay có cho lui mà bọc này chấn thầm ngày đập nít cứ cạp nó có phê cái rồi còn bằng rồi còn tới nơi cạp đập ngày điện phụ ngày một phay có can lui bọc này chấn đám đơn tại con nơi chụp vẽ hàng cơ sản thì cái ha sầm buồn tiền ha sầm buồn liên tiền là cho dù tha ta cạp lại đọc ngày nó như ca kẹn niềm mình vậy chứ đôi nhưng bị chặt hàng đám chứ nữ là biết kết ca bạc trăm tháng ngày bông con thời vô rụp muốn kết ca bạc trăm tháng ngày một phơi ca kẹn là nít từ chúng bài chứ như vô à bạc đa ấm để con này chụp vẽ ha sập phẩm buồn liên tí đó con nó tra để con cho cha nó cứ đọc phi rồi một năm con này dạ phải đọc tháng ngày vì phụ con một bóng đã như ngày tìm một thầy nè ngày tìm một thấy nhưng mà ba phải trả lại đi thì một thấy chạy đằng bèo sụt ngày trong một con thì cái này tới đằng khơi ca bạc một phần nè nèผมบุญดอกเมินผมมวยป้อนเปอร์เลยเดียวคือการประดับกอดเผอดอกไงในเรือลุยดาวห้าสิบผมบุญเมินนั่นคือแบบนี้จังกอดถือโยกลุยดาวห้าสิบผมบุญเรียนเรียกบูหนึ่งการประดับผมบุญเมินผมมวยป้อนเปอร์เลยเดียวเนี่ยบูไปโชว์เนี่ยtới còn aiធ្វើការបង់ប្រាច់បានណាថ្ងៃទី20នៃខែទី2ហ្នឹងយេអញ្ចឹងក្នុងនេះមានន័យថានៅពេលដែលបងប្អូនចេះគិតការកណនីរបៀបសងបងប្អូនអាចដឹងថាការប្រាក់ត្រូវបង់មិនហើយដើមនៅសល់ប៉ុណ្ណានេះហើយនៅពេលដែលបងប្អូនចេះកណនីការប្រាក់ប្រចាំថ្ងៃ
បងប្អូនអាចដឹងថាបើបងប្អូនប្រើលុយផនគេប្រហែលថ្ងៃត្រូវបង់ការប្រាក់ប្រហែលបងប្អូនចង់ផ្ដាច់មុនការកំណត់បងប្អូនតែយកលុយដើមប្រហែលការប្រាក់ប្រហែលថ្ងៃដើម្បីយកទៅបង់ផ្ដាច់បានអញ្ចឹងជាធម្មតាខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋយើងគឺភាគច្រើនគាត់អត់បានចេះគណនាទេគាត់តែងតែសួរទៅខាងដៃគូគាត់ជួយប្រាប់តិចមកត្រូវបងប៉ុន្មានអញ្ចឹងវាអត់ជាបញ្ហាទេព្រោះគ្មានការកេងបន្លំទេសម្រាប់គឺសាធារណក្នុងស្រុកផងយើងគឺមានការគ្រប់គ្រងបានច្បាស់លាស់យើងស្របច្បាប់ជាកម្ចីស្របច្បាប់អញ្ចឹងអត់បញ្ហាទេប៉ុន្តែអត្តន័យដែលខ្ញុំចង់ចែករំលែកបងប្អូននេះគឺខ្ញុំចង់ចែករំលែកបងប្អូនចេះគិតចេះគណនាដើម្បីយើងធ្វើការដាំបច្ឆេកយើងធ្វើការច្បាស់ខ្លួនឯងតាវាពិតជាអញ្ចឹងមែនត្រឹមត្រូវអញ្ចឹងមែនណាអញ្ចឹងកាលណាបងប្អូនប្រជាពលរដ្ឋយើងយល់ដឹងពីចំណេះដឹងតែប៉ុនវិស័យអន្ទានពីចំណេះដឹងកន្លែងធុច្រើនយើងរឹងមាំយើងច្បាស់លាស់ចេះគិតចេះគូបានត្រឹមត្រូវអញ្ចឹងណាបងប្អូនអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណបងប្អូនទស្សនិកជនសម្រាប់ការតាមដាននិងការទស្សនាដែលយកចិត្តទុកដាក់សង្ឃឹមថាវីដេអូមួយនេះមានសារៈសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាយកទៅប្រើប្រាស់យកទៅដើម្បីយល់ដឹងចែករំលែកតគ្នាទៅកាន់ញាតិមិត្តបងប្អូនដែលគាត់បានទស្សនាទៅយើងប្រាប់គាត់ថារបៀបគិតចេះទៅអ្នកចិត្តខាងអីចឹងទៅបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗហើយបើបងប្អូនចង់បានវីដេអូពិសេសល្អបន្តទៅទៀតបងប្អូនជួយធ្វើការ Subscribe ហើយចុចរូបកណ្ដឹងទៅបងប្អូននឹងទទួលបានវីដេអូថ្មីៗដែលខ្ញុំអាប់ដេតទាក់ទងមួយចំណេះដឹងហិរញ្ញវត្ថុនិងជាពិសេសគឺចំណេះដឹងលើភាសាអន្តរជាតិតែម្ដងបាទសូមអរគុណ